đó là organic nhom phải tranh tăng V2 V2 V3 ởលើ V4 ởលើnhom ពីអតីតមិញនេះខ្ញុំរងរៀបចំធ្វើ Wi-Fi អញ្ចឹងបងប្អូនណាវារវល់អាហ្នឹងក៏មិនបានចុះទៅបងប្អូនដែរបាទបងប្អូនមកចេះទៅបាទរៀបចំ Wi-Fi នេះបាទពីអតីតទៀតបានចេញបងប្អូនណាបាទសម្រាប់យើងចន្ទទីបាទ Wi-Fi ហ្នឹងដើម្បីប្រសាបគីវីបងប្អូនបាញ់ចម្រុះគ្នាច្រើនណាហ្នឹងហើយចូលទៅក្នុងចកាទៅគឺភាគច្រើនចម្រុះសារថ្នាំគីមីបាទថ្នាំគីមីច្រើនណាបាទចម្រុះគ្នាតាំងពីស្អីច្រើនណាថ្ងៃមើលទៅសពគ្រប់អស់ហើយផ្សាយតាមអនឡាញមិនមានទាំងអស់ហ្នឹងបងប្អូនណាបាទហើយមានទាំងអស់ដល់អញ្ចឹងទៅបាញ់ចម្រុះគ្នាពេកទៅវាកាំងស្វាយបើជំនួយឬខ្ញុំភាគច្រើនបងប្អូនយកទៅប្រើគាត់ខ្ញុំរីកមិនថាមួយអាទិត្យយើងស្រោចម្ដងទៅយើងនេះណាស្រោចគល់ម្ដងទៅក្នុងមួយវគ្គនេះចាប់ពីខែ1រហូតដល់ខែ3ហ្នឹងណាបាទការយើងនិយាយថាពាក់កណ្ដាលខែពាក់កណ្ដាលឬក៏ពាក់កណ្ដាលខែ3ចុះដល់វាក្តៅខ្លាំងណាបាទចឹងចាប់ពីខែ1ហ្នឹងទៅបងប្អូនយើងតនេ10ថ្ងៃស្រោចម្ដងឬក៏មួយអាទិត្យយើងស្រោចគល់ម្ដងទៅជុំវិញគល់ហ្នឹងជំនួយឬបាទចឹងទៅយើងតនេយើងធ្វើទៅបងប្អូនណាយើងរវល់យើងយឺទៅហ្នឹងហើយ5 10ថ្ងៃក៏បានដែរមួយខែម្ដងក៏បានដែរអញ្ចឹងណាតែសូចវាឲ្យជោគតិចទៅបាទជំនួយឬបាទសម្រាប់បាញ់លើស្លឹកយើងមើលតាមសភាពជាក់ស្ដែងបើយើងតនេដែរ8 9ថ្ងៃ10ថ្ងៃយើងបាញ់ម្ដងទៅកុំឲ្យសាបថ្នាំពុលថ្នាំអីចឹងណាបាទសត្វល្អិតណាបាទអញ្ចឹងយើងដាក់ទៅលាយគ្នាទៅអត់អីទេបាទបើសិនជាខាងម៉ៅស្វាយគេបឋមស្វាយចេញគេលក់ឥឡូវហ្នឹងគឺបាន72ណា71 72បាទខាងស្ទឹងត្រែងណាបាទកន្លែងផ្សេងឡើង73អីចឹងទៅបាទស្វាយអត់មានតែអញ្ចឹងទៅគឺឡើងថ្លៃហើយអត់មានត្រូវចុះថោកអីបងប្អូនណាកុំតម្លាក់គ្នាឯងទី2ទី3ហ្នឹងហើយយើងមានកម្មវិធីយើងគឺបាញ់ជាប់រហូតអញ្ចឹងបងប្អូនណាបាទ10ថ្ងៃនិយាយចំមិនចង់ឲ្យលើ10ថ្ងៃទេបងប្អូនណាក្នុងស្ថានភាពឥឡូវនេះមិនចង់ឲ្យលើ10ថ្ងៃទេកាលណាលើសទៅវាperformanceវាខ្សោយវាមានបញ្ហាច្រើនបាទអញ្ចឹងហើយបានជារាល់ឆ្នាំខ្ញុំឲ្យនិយាយទៅរង្វង់តែត្រឹម10ថ្ងៃចុះយឺតបំផុតពី3 10ថ្ងៃហ្នឹងបាទមិនឲ្យឡើងទៅដល់5 10ថ្ងៃមួយខែឬក៏20ថ្ងៃទេបាទគ្រោះថ្នាក់វិញចន្ទទីបាទហើយយើងបាញ់ទៅតាមបច្ចេកទេសខ្ញុំតាពីថ្ងៃទី1ដល់ថ្ងៃទី20ហ្នឹងគឺវាប្រែប្រួលហើយបាទវាប្រែប្រួលហើយកាន់ក្តាប់ណាបាទកាន់ក្តាប់ហើយការកំពុំក៏វារីកដែរត្រួយក៏វាលូតលាស់បានល្អដែរអញ្ចឹងណាបន្ថែមខ្នែងបន្ថែមអីទៀតអញ្ចឹងមកបាទអញ្ចឹងហើយខ្ញុំឲ្យចងខ្សែចំណាំបាទបច្ចេកទេសខ្ញុំគឺខ្ញុំតាមដានជាប់3 4 5ថ្ងៃបាញ់ហើយហ្នឹងគឺមានផ្លែកអីអត់អញ្ចឹងណាផ្លែកសូម្បីតែកញ្ចុំផ្កាដែលយើងប្រកាត់ហ្នឹងក៏យើងត្រូវឲ្យមើលដែរបាទក្នុងរយៈពេលមួយអាទិត្យ2អាទិត្យអីហ្នឹង4 10ថ្ងៃហ្នឹងគឺតើមានផ្លែកអីអត់វាចាប់ដើមប្រកាត់កូនគ្រាប់មកបាទបើប្រកាត់កូនគ្រាប់មកអាហ្នឹងបានន័យថាវាល្អហើយអញ្ចឹងបាញ់2 3ដងហ្នឹងទៅវាល្អហើយក្នុងកំឡុងពេល20ថ្ងៃហ្នឹងអញ្ចឹងបើសិនជាបងប្អូនយើងបាញ់ញាប់កំឡុងពេល20ថ្ងៃហ្នឹង2ដងទៅ3ដងអាហ្នឹងវាល្អមែនតើវាលែងកាំងហើយអញ្ចឹងណាបាទអញ្ចឹងវាមានកម្រិតរបស់វាអញ្ចឹងប៉ុន្តែខ្ញុំសម្គាល់ឃើញឆ្នាំនេះវាយឺតបាទយឺតយ៉ាងម៉េចបងប្អូនប្រើចម្រុះគ្នាពេកណាបាទប្រើប្រព័ន្ធ chemical យើងបាញ់ហ្នឹងវាច្រើនពេកថ្នាំចម្រុះគ្នាដល់អញ្ចឹងទៅរាល់ដងគឺបាញ់តែ3ថ្ងៃគឺប្រែខ្លួនហើយបាទហ្នឹងសរីរាង្គខ្ញុំណាបាទបាញ់ទៅលើចាក់ទៅលើកោសិកាចន្ទទីរបស់បងប្អូនហ្នឹងគឺដុសកាមុនវាខ្សោយណាដុសគីមីរបស់បងប្អូនខ្សោយដល់ឥឡូវបងប្អូនបាញ់ចម្រុះគ្នានឹងវាខ្លាំងណាវាកាំងខ្លាំងអញ្ចឹងដល់5 6ថ្ងៃមួយអាទិត្យអីហ្នឹងបានប្រែខ្លួនហ្នឹងឲ្យបងប្អូនយើងនិយាយដែរណាបាទហើយក៏ទទួលស្គាល់ដល់ខ្លួនឯងប្រើវាច្រើនវាលើសបាទគីមីវាច្រើនពេកថ្នាំចម្រុះទាំងអស់បាទអញ្ចឹងបងប្អូនពីពេលនេះទៅពិបាកយកគីមីយកមកចាក់លើសរីរាង្គគឺកោសិការុក្ខជាតិណាបងប្អូនណាហ៊ានតែចាក់ទៅកាំងមានបញ្ហាច្រើនលើសកម្រិតវាហ្នឹងហើយអញ្ចឹងហើយប្រសាបបានអត់អីទេបងប្អូនណាយើងប្រសាបខ្ញុំអាចជួយបានបាទបាញ់តែ2 ដង 3 ដងទៅបើប្រែហើយបាទឆ្នាំទៅបងប្អូនយើងកាំង2 3ខែបាញ់តែម្ដង 2 ដង 3 ដងគឺមករហូតអញ្ចឹងមករហូតអត់ចំណាយលុយច្រើនទេមិនចាំបាច់ចំណាយលុយដល់5 6 7 ដងអីមិនបាច់ទេបងប្អូនណាកុំចំណាយលុយច្រើនបាទបាញ់គីមីក៏ដោយតែកាលណាបាញ់តា4 5ថ្ងៃមួយអាទិត្យឲ្យមិនប្រែខ្លួនទេបងប្អូនឈប់ទៅណាឈប់ទៅយើងបាញ់អីផ្សេងណាហើយអកនិចខ្ញុំគឺខ្ញុំប្រាប់មកអញ្ចឹងគឺខ្ញុំមើលទៅអញ្ចឹងបាទតា4 5ថ្ងៃមួយអាទិត្យឲ្យមិនប្លែកហើយអានឹងមានរឿងអីផ្សេងហើយបាទអញ្ចឹងកុំប្រើប្រាស់ថ្នាំគីមីច្រើនហួស
ដល់ចឹងទៅក៏ពិបាកស្រោចស្រង់ដែរបងប្អូនពិបាកស្រោចស្រង់ដែរបាទវាកាំងយូរបាទអញ្ចឹងទៅថែមកម្រិតដូសនឹងវាច្រើនណាបាទឆ្នាំទៅមានបងប្អូនយើងកាំង2ខែ3ខែហ្នឹងដល់ថែមកម្រិតដូសនឹងច្រើនណាបានងាកខ្លួនមកបានណាបាទបានប្រែខ្លួនណាបាទអញ្ចឹងយើងត្រូវគិតដែរណាបងប្អូនណាបាទហ្នឹងហើយអរគុណច្រើនបងប្អូនជម្រាបលាអរគុណច្រើនជម្រាបលាបាទហើយនៅចតរវល់ធ្វើ Wi-Fi ដល់ចឹងក៏មិនបានចុះទៅបងប្អូនទេបាទនៅចតរវល់មួយថ្ងៃហ្នឹងបាទបើ100ដល់ផ្ទះឬក៏ទេមកបងប្អូនណាបាទអត់អីទេ